សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិនប្រទេសកម្ពុជាបានប្រកាសខេត្តច័ន្ទបុរីប្រទេសថៃនៅថ្ងៃទី27ខែធ្នូឆ្នាំ2025កិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិនប្រទេសកម្ពុជាបានប្រកាសខេត្តច័ន្ទបុរីប្រទេសថៃដែលត្រូវបានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជានិងឯកឧត្តមនាយឧត្តមសេនីយ៍ណត្តផុនណាកផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃនិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃនិងដោយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កិច្ចប្រជុំនេះទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើកិច្ចពិភាក្សាស្ដីពីដំណោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នាភាពស្មោះត្រង់សុទ្ធចិត្តយុត្តិធម៌និងការគោរពគ្នាទៅវិញទៅមកស្របតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍សម្ដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររំលឹកឡើងវិញនៅសេចក្តីប្រកាសរបស់ប្រធានអាស៊ានសម្រាប់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃដែលបានរៀបចំឡើងកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025នៅទីក្រុងគូឡាឡំពួរបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងការដោះស្រាយជម្លោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាពអធិបតេយ្យសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួនបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញនិងមានប្រសិទ្ធភាពនៃការរៀបចំបទឈប់បាញ់ចុះថ្ងៃទី28ខែកក្កដាឆ្នាំ2025កិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះនិងកិច្ចព្រមព្រៀងផ្សេងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅនិងនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់រវាងកម្ពុជានិងថៃបញ្ជាក់ឡើងវិញនៅការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈនិងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមកក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់សម្ដៅបញ្ឈប់អរិភាពគ្រប់ទម្រង់និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដនិងប្រកបដោយចីរភាពជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្តនិងការស្ដារប្រក្រតីភាពឡើងវិញនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនឯកភាពលើលក្ខខណ្ឌនិងវិធានការដូចខាងក្រោម 1. ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់ពីម៉ោង 12:00 ថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងគ្រប់ករណីនិងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តកម្លាំងទៅលើទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត 2. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត
មិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់ទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីរជាន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការវាស់វែងនិងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ4ភាគីទាំងពីរឯកភាពអនុញ្ញាតឲ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងនិងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងខ្លួន5ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្ដោយព្រំដែនកម្ពុជាថៃទាំងមូលការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹងហើយបង្កឲ្យមានផលអវិជ្ជមានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្ន6ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឲ្យមានភាពតានតឹងដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាសនិងបូរណភាពទឹកដីឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាឬលេនដ្ឋានផ្សេងនៅហួសពីទីតាំងរបស់ខ្លួនឡើយ7ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិលនិងគោលដៅស៊ីវិលទោះក្នុងកលៈទេសៈណាក៏ដោយសកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេថែមទាំងជាការបំពានច្បាប់អន្តរជាតិនិងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ8ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដើម្បីកាត់បន្ថយភាពតានតឹងនិងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី9ភាគីទាំងពីរបញ្ជាក់សារជាថ្មីនៅកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្ដីពីការហាម5ការប្រើប្រាស់ការរក្សាទុកការផលិតនិងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សនិងការបំផ្លាញគ្រាប់មីនទាំងនេះអនុសញ្ញាអូតាវ៉ាភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួលចម្រុះ JCTF លើការងារដោះមីនមនុស្សធម៌ស្របតាមនិយមនីតិវិធីប្រតិបត្តិ SOP ដែលបានព្រមព្រៀងគ្នាដើម្បីធ្វើឲ្យមានវឌ្ឍនភាពជាបន្តបន្ទាប់លើកិច្ចខិតខំប្រឹងប្រែងដោះមីនតាមបណ្ដោយព្រំដែន10ភាគីទាំងពីរឯកភាពគ្នាគោរពតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមអ៊ីនធឺណិតនិងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជានិងនគរបាលភូមិន្ទថៃហើយបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការដែលមានគោលបំណងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោះស្រាយបញ្ហានៃការប្រើប្រាស់ថ្នាលឌីជីថលដែលមិនត្រឹមត្រូវនិងលើកកម្ពស់ព័ត៌មានដែលត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវសម្ដៅរួមចំណែកដល់ជំនឿទុកចិត្តស្ថិរភាពនិងទំនាក់ទំនងល្អរវាងប្រទេសជិតខាង11ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡំពួរចុះថ្ងៃទី26ខែតុលាឆ្នាំ2025យោធិនកម្ពុជាចំនួន18រូបនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបទឈប់បាញ់
ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោង12ភាគីទាំងពីរទទួលស្គាល់ពីទួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងឯកភាពគ្នាពង្រឹងទួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយធ្វើការពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ាន13ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជាថៃនិងថៃកម្ពុជាដើម្បីធានាថាបទឈប់បាញ់នឹងត្រូវអនុវត្តឲ្យបានគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងដោះស្រាយឧបតិហេតុទាន់ពេលវេលានិងទប់ស្កាត់ការយល់ច្រឡំក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT 14ភាគីទាំងពីរនឹងរក្សាខ្សែបណ្ដាញទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធដើម្បីឆ្លើយតបភ្លាមចំពោះស្ថានភាពបន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋានប្រសិនបើចាំបាច់តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរនឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅនឹងកន្លែងដោយប្រសិទ្ធភាព15ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួនក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀតដើម្បីឲ្យបានដឹងនិងដើម្បីសម្រួលដល់ប្រតិបត្តិការដោះមានមនុស្សធម៌នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នាស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរដើម្បីធ្វើឲ្យប្រតិបត្តិការមានភាពរលូនដោយគ្មានការរារាំងឬការយល់ច្រឡំណាមួយឡើយ16ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាការទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់ដើម្បីធានាបាននូវការទប់ស្កាត់និងការគ្រប់គ្រងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាពក្រុមសារព័ត៌មានផ្លូវការក៏នឹងធានានៅតម្លាភាពនិងភាពត្រឹមត្រូវនៃព័ត៌មាននិងរបាយការណ៍ផ្សេងសម្ដៅបង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមកសេចក្តីប្រកាសរួមនេះត្រូវបានចុះហត្ថលេខានៅម៉ោង 10:15 នាទីព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025ចំនួន2ច្បាប់ដើមជាភាសាអង់គ្លេសឯឧត្តមនាយឧត្តមសេនីយ៍ទាសីហាហត្ថលេខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាឯឧត្តមនាយឧត្តមសេនីយ៍ចូលនិវត្តន៍ណត្តភុនណាក់ផានិតហត្ថលេខារដ្ឋមន្ត្រីក្រសួងការពារជាតិសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ